ខ្ញុំគិតថាវាស្អាតជាងនេះបើមានរូបមនុស្សនៅក្នុងរូបនេះនាងមិនអីទេជួយខ្ញុំផងមានបញ្ហាអីទេខ្ញុំមិនចេះហៅទឹកទេខ្ញុំបារម្ភអីទីនេះទឹករយៈទេវារយៈទេខ្ញុំជិនមីងលោកឈ្មោះអីជាចាំងនេះជាវិចិត្រកថ្មីខ្ញុំអាចជាម៉ូដែលនៅក្នុងរូបរបស់លោកបានទេបាទលោកយល់ព្រមហើយហ៎អញ្ចឹងខ្ញុំមកជួបលោកនៅទីនេះបានដដែលណាបាទស្អែកជួបគ្នានៅទីនេះសុំទោសសុំផ្លូវមួយបានទេតើលោកស្រឡាញ់បងស្រីខ្ញុំមែនទេចង់រៀបការជាមួយនឹងទេអ្នកណាបងស្រីរបស់នាងជិនមីងខ្ញុំគឺមូម៉ាន់បងស្រីរបស់ខ្ញុំគិតថាលោកគឺជាស្នេហ៍ពិតរបស់គាត់មានបញ្ហាអ្វីចំពោះនាងទៅពួកយើងទើបតែជួបគ្នាជាលើកដំបូងក្តីស្នេហ៍ពិតអាចបញ្ចប់ក្នុងពេលតែមួយអញ្ចឹងមែនទេមិនអាចទៅរួចនោះទេទើបតែជួបគ្នាបានម្ដងមិនអាចលងស្រឡាញ់បានទេមិនអាចបង្ខំបានទេបាទលោកហ៊ានតែបោះបង់នាងចោលនាងគឺជាម៉ាម៉ាន់ជាមនុស្សស្រីព្រោះអញ្ចឹងមិនល្អទេគេគឺជាវិចិត្រករថ្មីបាទមិនហៅខ្ញុំជាវិចិត្រករអាក្រក់ណាស់ដែលធ្វើដល់វិចិត្រករបែបនេះខ្ញុំឈ្មោះដាន់ចាញ់ចាញ់ទៅអ្នកស្ងៀមនាងមានមន្តស្នេហ៍មែនតើនាងអាចទៅឱកាសខ្ញុំស្រឡាញ់នាងផងបានទេក្រោកឡើងមកក្មេងសំអុយពោះហើយឈប់ដាក់ទោសខ្ញុំទៅខ្ញុំទ្រាំមិនបានទេអាយ៉ាអ្នកណាឲ្យឯងកើតមកក្នុងតកូលអ្នកចាប់បិសាចធ្វើស្អីហាត់បន្តទៅអើយរកឃើញហើយឃើញបិសាចហើយបង្ហាញខ្លួនហើយ
វាបង្ហាញខ្លួនហើយបិសាចបង្ហាញខ្លួនហើយនៅចិត្តនេះទេឯងមើលទៅមើលរលកសញ្ញាមើលពន្លឺវាទៅជួបគ្នាឆាប់នេះឆាប់ឡើងមកតាមខ្ញុំមក เฮ้ยសម័យនេះហើយនៅមានបិសាចមកពីណាទៅ និយាយស្អីទៀតហើយហ៎ពួកយើងគឺជាត្រកូលអ្នកចាប់បិសាចដ៏អស្ចារ្យឥឡូវនេះគឺជាបេសកកម្មដំបូងរបស់យើងហើយមកឆាប់ទៅណែយកទៅ បងហើយអា អើយកុំមកណាឯងឆាប់ប្រាប់នាងទៅថាយើងមកនៅទីនេះទេអើយឯងធ្វើស្អីឈប់អើយ បងហើយ ហេតុអីក៏នាងមកទីនេះទៀតហើយសៅយូហ៎ បងហើយអាដោយសារតែវិជ្ជាខ្ញុំមានបញ្ហាបន្តិចទៀតខ្ញុំរកបងនឹងណាជួយឲ្យខ្ញុំបន្តិចទៅ ខ្ញុំប្រាប់នាងច្រើនដងមកហើយថាខ្ញុំនេះគឺជាគ្រូចាប់បិសាចដ៏អស្ចារ្យមិនមែនជាអ្នកជួសជុលអីគ្រឿងអញ្ចឹងទេអើយខ្ញុំពិតជាធុញមែន បងសម្លាញ់បងសម្លាញ់ណា សម្លាញ់ផងអី បងសម្លាញ់ណា អេកុំពិបាកចិត្តអីបងស្រីយូកាលពីមុនគាត់និយាយថាបានបុកបងស្រីមិនបានទេប្រហែលនេះគឺជាកាដូបងស្រីហើយ ហើយណាគឺថានេះមិនមែនជាកាដូសម្រាប់នាងទេនេះគឺជា អូនពិតជាចូលចិត្តវាណាអូនមានអារម្មណ៍ថាអូនដូចជាមុខក្រហមហើយ អូមែនហើយពួកហើយបានប្រាប់ចំថាគាត់ចង់ប្រាប់បងស្រីនៅអាចកំបាំងជាច្រើន គឺជាសេចក្តីស្រឡាញ់ដែលគាត់មានចំពោះបងស្រីថាពិតមែនដែរទេហ៎ បងសម្លាញ់ ពួកហើយក ុំធ្វើអញ្ចឹងអីខ្ញុំគិតថាខ្ញុំគួរតែចេញហើយ បងសម្លាញ់ណា តាមស្មារតី បងសម្លាញ់ ទេថ្ងៃនេះអើយតាមចាងអាក្មួយចោលមកសៀត ម៉ាម៉ាតើមួយណាស្រស់ស្អាតជាងឯងលើបងសួរទេមកបងស្រីបងចេះចាក់ដែរទេថាជាចាំងនឹងគេស្លាញ់បងពិតមែននោះនៅពេលបងបានឃើញគេបេះដូងបងបានស្អិតជាប់ជាមួយគេបាត់ទៅហើយបងស្រីថ្ងៃនោះខ្ញុំដូចជាបានជួបគ្រូបិសាចហើយមានរបស់អ្វីមួយយ៉ាងព្យួរនៅលើករបស់គេវាអាចទប់ស្កាត់សិលវត្តមន្តរបស់ខ្ញុំថាម៉េចបងបានប្រាប់អញហើយឲ្យនៅឲ្យឆ្ងាយពីមនុស្សទាំងអស់នោះគ្រូចាប់បិសាចពួកបាបយើងជាមិនខានទេខ្ញុំដឹងហើយតែខ្ញុំដូចជាមិនខ្វល់ពីគេនោះទេល្អបងទៅក្រៅហើយបងនឹងចាក់ចេញពីខ្ញុំហើយទុកឲ្យខ្ញុំឯកាម្នាក់ឯងមែនទេកុំល្ងងពេកជួបគ្នាពេលក្រោយ